อดមានបោកប្រាស់ព្រោះដេកោហើយចិត្តអស់ហើយហ្នឹងអូនអើយអូនគឺជាអតិថិជនដែលមកមើលកតុបនេះត្រូវអត់ហើយអូនគឺជាអតិថិជនដែលបង់លុយផ្ដាច់ត្រូវអត់ហើយអូនមកមើលកតុបអូនការយល់ឃើញផងអូនតើខាងក្រុមហ៊ុនតើបោកប្រាស់លុយអូនមែនអត់អត់មានបោកប្រាស់ហើយបងប្អូនទាំងអស់គ្នាគឺជាអតិថិជនពិតមកហើយបង់លុយផ្ដាច់ទៀតហើយមូលហេតុអីដែលអូនគិតថាអត់បោកប្រាស់ព្រោះដេកោហើយចិត្តអស់ហើយហ្នឹងពាក្យថាបោកប្រាស់ពេលដែលយើងយកលុយគេហើយយើងអត់ធ្វើត្រូវអត់បងពាក្យដែលបោកប្រាស់ពេលដែលយើងយកលុយគេហើយអាគារនៅបាតដីតែនេះ19ជាន់ហើយគ្រប់បន្ទប់ទាំងអស់គ្រាន់តែយើងនៅ complete តិចតួចទេដែលខ្ញុំនិយាយថានៅសល់ 5% ហ្នឹងណាដូចជាចដាយន្តដូចជាការលាបថ្នាំអីបន្ថែមតិចតួចអញ្ចឹងខ្ញុំសូមបង្ហាញការស្មោះត្រង់និងភាពស្អាតស្អំរបស់ខ្ញុំថាគាត់គឺជាអតិថិជនពិតហើយបានបង់លុយផ្ដាច់ទៀតហើយថ្ងៃនេះគាត់បានមកឃើញកតុបរបស់គាត់ផ្ទាល់គឺ50ក្រេជាងពេលដែលអូនឃើញបន្ទប់អូនផ្ទាល់អូនមានអារម្មណ៍មិនដែរមានអារម្មណ៍សុបាយចិត្តមិនបានសុបាយចិត្ត8ឆ្នាំហើយនេះព្រោះឃើញគេដេកោស្អាតខ្ញុំមិនដែរមកលើកទី1អូយលើកទី1តាំងពីធ្វើហ្នឹងអូយពិតជា surprise ខ្លាំងមែនតើហើយពេលដែលអូនឃើញនៅក្នុងបណ្ដាញសង្គមឥឡូវកំពុងតែផ្ទុះខ្លាំងថាបងនឹងមិនមានភាពទូត្រូវឬក៏បោកប្រាស់អូនយល់បែបណាដែរយល់ថាមិនពិតទេបានខំមកដល់ហ្នឹងហ្មងមិនពិតទេហើយអូនមានអាណិតបងអត់អាណិតខ្លាំងណាស់ក៏ប៉ុន្តែមានអតិថិជនជាច្រើនដែលគាត់សប្បាយចិត្តថាគាត់សំណាងដែរនៅក្នុងចំណោមគ្រោះដែលគាត់ដើរទិញផ្ទះទិញខុនដូតែខុនដូមួយនេះម្ចាស់នៅតែមានភាពទទួលខុសត្រូវទោះជាម្ចាស់ជួបឧបសគ្គប៉ុនភ្នំប៉ុណ្ណាក៏ដោយក៏នៅតែតដេតដសង់រហូតដល់ចិត្តហើយជូនគាត់ដែរតែមកដល់ចុងក្រោយនេះម្ចាស់ជួបបញ្ហាដ៏ធំដែលមិនអាចដោះស្រាយបានក៏នៅតែឈរដោះស្រាយឲ្យទៀតរកម្ចាស់ថ្មីដើម្បីសាងសង់បន្តធ្វើឲ្យស្អាតជូនដល់អតិថិជនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាដែលរងចាំយូរហើយមានស្នាមញញឹមជាមួយនឹងមីងហួរចឹងបងពិតជាអរគុណអូនមែនតើដែលកិត្តិយសខ្លាំងដែលមានអតិថិជននៅតែជឿជាក់មានអតិថិជនអាណិតអាសូរដល់ម្ចាស់ដែលម្ចាស់អាគារដ៏សែនកំសត់មួយនេះហើយខំប្រឹងតស៊ូសាងសង់តាំងពីគ្រាន់តែសង់ឲ្យមួយឆ្នាំកូវីដភ្លាមនៅសាងសង់រហូតដល់ចិត្តហើយក៏មានអតិថិជនបងផ្ដាច់ដោយអូននេះបងផ្ដាច់មិនធម្មតាបងផ្ដាច់អរគុណអូនអរគុណម្ដងទៀតអរគុណ